ទាំងដើមទាំងការត្រូវតែខ្ជាក់មកវិញឲ្យអស់តាក់ទងទៅធនាគារភ្លាមទៅលឿនឡើងរាល់ទ្រព្យបញ្ចាំរបស់លោកចៅត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់លីឈិនចង់លេងខូចពីក្រោយខ្នងអញឬអញកាត់ផ្ដាច់ទំនិញហែងមុនមិនខានត្រីធំក្លិននុយបាត់ទៅហើយអញដឹងមុនបាត់ទៅហើយថាវាច្បាស់ជាធ្វើបែបនេះវាកាន់តែគិតថាវាកំពុងតែប្រមាញ់គេវាកាន់តែបញ្ជាក់ថាវាបានខ្លាចជាចំណីរបស់គេបាត់ទៅហើយ3ថ្ងៃពេលថ្ងៃពេញផ្លែប៉ោមផ្លែសារីនិងផ្លែប៉េះនៅស្រុកក្រុងទាំង3ជុំវិញនេះអញមកយកទាំងអស់អាឆ្កែលីឈិននឹងចង់មកធ្វើការទិញលក់ជាក្រុមនៅលើទឹកដីរបស់អញយកសពទៅលោកចៅឃ្លាំងត្រជាក់ទាំង3របស់យើងពេញណែនអស់ហើយផ្លែឈើជាង5000តោននេះអាចទុកបានតែក្នុងឃ្លាំងសង្កូសីទេមេក្តៅយ៉ាងនេះវាមិនខូចអស់ទេខូចស្អីវាផ្លែប៉ោមផ្លែសារីធន់ណាស់ទុកប៉ុន្មានថ្ងៃទៀតក៏មិនរលួយដែរឲ្យតែត្រង់ផុតសប្តាហ៍នេះទៅអាប់ឆៃដេគ្មានអីវ៉ាន់ដឹកឲ្យគេវានឹងត្រូវសងលុយគេវិញត្រង់ទ្រីធំថែមទាំងត្រូវរងការពិន័យទៀតដល់ពេលនោះពួកវាច្បាស់ជាមកអង្វរទិញពីអញក្នុងតម្លៃក៏ពុកមិនខានលោកចៅចប់ហើយចប់សពគ្រប់អស់ហើយភ័យស្លន់ស្លោតតើមនុស្សរបស់ឆៃដេមកអនក្បាលសុំចុះចាញ់ហើយមែនទេមិនមែនទេក្បួនឡានរបស់ឆៃដេចូលក្រុងមកហើយឡានធំរាប់សិបគ្រឿងឯណោះដឹកមកសុទ្ធតែប៉ោមហ្វូជីក្រហមលេខ1ពីសានស៊ីឡៅឆេនហើយនឹងសារីពីស៊ីនជាងគូអឺឡៅទៀតភូតសឹកដឹកទំនិញឆ្លងខេត្តរាប់ពាន់គីឡូម៉ែត្រយកមកលក់តម្លៃ9យន្ត9កាក់នឹងគ្រាន់តែថ្លៃសាំងនិងថ្លៃផ្លូវក៏ខាត់មកបាត់ទៅហើយនេះឯងឈ្គួតទេដឹងគេមិនបានឈ្គួតទេគេមានឃ្លាំងស្តុកទំនិញដ៏ធំនៅភៀកពីយប់គេដឹកជញ្ជូនផ្ទាល់ពេញឡានហើយថែមទាំងមានប្រាក់ឧបត្ថម្ភខ្សែសង្វាក់ត្រជាក់ពីផ្លូវដែកទៀតផងទីផ្សារអ៊ីនធឺណិតគ្មានដែនកំណត់ទេគេមិនទទួលទិញទំនិញក្នុងស្រុកយើងតតែសោះបង្វិលទំនិញវិញប្រញាប់តាក់ទងទៅកសិករភ្លាមបង្វិលទំនិញ2ថ្ងៃនេះឲ្យគេវិញទាំងអស់ទៅបង្វិលលេងបានហើយប្រធានចៅតាអ្នកធំក្លិនអីអត់នេះក្លិនអីហ្នឹងប្រធានចៅនេះតែ3ថ្ងៃសោះស្អុយរលួយអស់លីងនេះមិនមែនស្តុកទំនិញទេនេះគឺជាក្រណ្ដៅកប់ខ្លួនឯងតើប្រធានលីមិនបានគិតចង់ប្រមូលទិញទំនិញក្នុងស្រុកយើងតាំងពីដំបូងមកម្លេះគេកំពុងប្រើប្រាស់ខ្សែសង្វាក់ផ្គត់ផ្គង់ទូទាំងប្រទេសដើម្បីបញ្ឆោតឲ្យខ្ញុំបន្ថែមទុននេះមិនមែនជាការប្រកួតប្រជែងទេនេះគឺជាអន្តៈលឿនឡើងប្រញាប់ទៅបើមិនទៅទេច្បាស់ជាមិនទាន់ពេលទេអ្នកណាលោកចៅអញរត់ពូកែណាស់ណាអាឈៀងអញឈ្គួតហើយមែនទេហ៊ានធាក់ទ្វារផ្ទះអញផងហោះទៅងាប់ទៅអាចៅអីនោះបងឡុងបានបញ្ជាមកហើយ30លានទាំងដើមទាំងការត្រូវសងឲ្យអស់យប់នេះបងជាងអើយសុំពេលខ្ញុំ3ថ្ងៃចុះមិនមែនទេ1ថ្ងៃក៏បានដែរខ្ញុំនឹងរកលុយមកសងបងពេលអញបោះត្រាភូមិហុងជីកាពីមុនមិនក៏មិនឃើញអញគិតគូយកខ្លះផងចាំបន្តិចសិនមានអីនិយាយគ្នាបានបំណុលទាំងអស់ពីមុនមកគឺត្រូវតែសងគុំអីរបស់ខ្ញុំទាំងអស់នឹងរបស់ខ្ញុំទាំងអស់ទេខ្ញុំមិនមែនមកយកឡានទេលឿនឡើងផ្ទេប្រាក់តាមកម្មវិធីមកគ្រប់យ៉ាងទាំងអស់ត្រូវតែប្រគល់ឲ្យខ្ញុំចៅតាហ្វូឯងជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមខើខូចបង្ខំឲ្យជួញដូរនិងផ្ដាច់មុខទីផ្សាររកសិផលដោយខុសច្បាប់ទៅជាមួយពួកយើងមួយមកមិនអាចទៅរួចទេតើអ្នកណាជាអ្នកលេងល្បិចដាក់ខ្ញុំភុស្តាងគ្រប់គ្រាន់អស់ហើយកុំនិយាយច្រើនភុស្តាងដែលឯងបានដាក់មកនោះខាងផ្នែកច្បាប់គេបានបញ្ជូនទៅដល់ប៉ូលីសក្រុងរួចហើយត្រូវដកស្មៅពុលសម័យចាស់ចេញទើបគ្រាប់ពូជសម័យថ្មីអាចដុះលូតលាស់បានទៅចុះលោកលីនយើងត្រូវទៅជាងចៅហើយដល់ពេលត្រូវដោះស្រាយជាមួយពួកអាពាហ៍ពិតប្រាកដនឹងហើយអ្នកទាំងអស់គ្នាតម្រង់ជួរមកផ្លែប៉ោមស្ករគ្រប់ថ្ងៃនេះនៅសល់តែ50កេសចុងក្រោយទេណាម្នាក់ទិញបានតែ2ទេលឿនឡើងខ្ញុំត្រូវប្រញាប់ទៅក្រុមហ៊ុនវិញយកឲ្យខ្ញុំ2ទៀតមកស្កេនកូដចូលក្រុមដើម្បីយកបានបញ្ចុះតម្លៃ 10% ទិញក្នុងក្រុមហើយគេនឹងផ្ញើទៅដល់ទូដាក់អីវ៉ាន់ក្នុងបូរីជូនមនុស្សម្នាទាំងនេះមិនក៏នាំគ្នាចូលទៅហាងគេអស់ទៅវិញពួកខ្ញុំទើបតែរាប់ចំនួនមនុស្សមើលទៅអាម្នាក់នោះត្រឹមទំពាំងបាយជូរមួយប្រអប់ក៏វាហ៊ានលក់ដល់88ដែរប៉ុន្មានណាខ្ញុំគិតមើលទៅត្រឹមតែពាក់កណ្ដាលថ្ងៃនេះគេរកបានយ៉ាងហោចណាស់ក៏ជាង 100000 ដែរ 100000 មួយថ្ងៃ 100000 មួយខែមិនដល់3លានបាត់ទៅហើយហាងមាសរបស់ខ្ញុំនេះមួយឆ្នាំខ្ញុំយកថ្លៃឈ្នួលគេបានតែ400000ទេតើវាមានសិទ្ធិអីទីតាំងនេះជារបស់យើងហើយភ្ញៀវក៏មកព្រោះទីតាំងយើងដែរចុះហេតុអ្វីបានជាអ្នកក្រមកពីក្រៅស្រុកម្នាក់នេះបានចំណេញច្រើនជាងគេទៅវិញទៅយកកិច្ចសន្យាជួលមកមុខរបរនេះមិនអាចឲ្យវាស៊ីដាច់ម្នាក់ឯងបានទេតែពូកិច្ចសន្យាបានចុះហត្ថលេខា3ឆ្នាំហើយឥឡូវមកដេញគេចេញចុះសំណងកិច្ចសន្យាវិញសំណងកិច្ចសន្យាបានប៉ុន្មានទៅយ៉ាងច្រើន100,000នឹងបើធៀបនឹងឧបករណ៍ត្រជាក់តម្លៃរាប់លានរបស់គេហើយចំណូលសាច់ប្រាក់មួយថ្ងៃ100,000ទៀតលុយប៉ុណ្ណឹងមិនមែនជារឿងអីផងយកហាងត្រឡប់មកវិញមកសូម្បីតែអតិថិជនក៏ជារបស់យើងដែរបងឆឹងថ្ងៃនេះចំណូលពិតប្រាកដពីការលក់នៅហាងគឺ 125,000 ម៉ាកយីហោហុងឈីសុនរបស់យើងនៅជាងជើគឺល្បីល្បាញខ្លាំងមែនទែនជូជឺអីគំនិតឯងនៅតែខ្លីពេកហើយហាងលក់ទំនិញនៅខាងក្រៅនេះគ្រាន់តែជាផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំមួយដែលចំណាយលុយទិញអតិថិជនប៉ុណ្ណោះថ្ងៃនេះមានភ្ញៀវ 4000 នាក់ក្នុងនោះ 3800 នាក់បានស្កេនកូដចូលក្រុមវិឆាតរបស់ក្រុមហ៊ុនដើម្បីទទួលបានការបញ្ចុះតម្លៃស្រា 3800 នាក់នឹងចូលក្រុមអស់ហើយមែនទេពួកអ្នកដែលរស់នៅតំបន់លំនៅឋានថ្លៃហើយធ្វើការនៅតំបន់សេវាទាំងនេះត្រូវបានយើងចងចុកក្នុងប្រព័ន្ធឯកជនរបស់យើងអស់ហើយហាងលក់ទំនិញមានដែនកំណត់នៃការលក់ជីវិតរបស់វាគឺស្ថិតនៅក្នុងដៃម្ចាស់ផ្ទះនិងទីតាំងជានិច្ចបើម្ចាស់ផ្ទះឃើញយើងលក់ដាច់ហើយឡើងថ្លៃឈ្នួលនោះយើងនឹងខ្លាចជាអ្នកធ្វើការឲ្យគេវិញហើយបងឆឹងអត្ថន័យរបស់បងគឺថាបេសកកម្មប្រវត្តិសាស្ត្ររបស់ហាងនេះជិតនឹងបញ្ចប់ហើយមែនទេ
ប្រាប់ទៅឃ្លាំងផងម៉ាស៊ីនត្រជាក់សំខាន់ទាំងប៉ុន្មានគ្រឿងនោះត្រៀមខ្លួនដាច់ភ្លើងគ្រប់ពេលទៅឥឡូវនេះត្រូវតែរស់រចេញហាឥឡូវនេះមកងើមិញនេះខ្ញុំឃើញអាវ៉ាងដាហ្វាតាមដានពួកយើងពេញមួយថ្ងៃស្អែកនេះវាច្បាស់ជាមកមិនខានមកធ្វើអីមកបំបែកកិច្ចសន្យាមកដេញមនុស្សចេញលីឈឿនចេញមកនិយាយរឿងចែកលុយចំណេញបន្តិចមកលោកម្ចាស់វាងនាំគ្នាមកច្រើនម្លេះមកមើលការខុសត្រូវអាជីវកម្មឬមើលការខុសត្រូវអីអាជីវកម្មឯងកំពុងតែលក់ដាច់ខ្លាំងថ្លៃឈ្នួលត្រូវតែគិតឡើងវិញកិច្ចសន្យាសរសេរច្បាស់ហើយតើបងប្រចាំឆ្នាំ3ឆ្នាំមិនឡើងថ្លៃឯងត្រូវតែរក្សាពាក្យសន្យានៅទីនេះពាក្យសម្ដីរបស់អញគឺជារឿងពិតចាប់ពីថ្ងៃនេះទៅថ្លៃឈ្នួលប្រចាំខែ200,000បូកនឹងភាគហ៊ុន50%ទៀតបើចុះហត្ថលេខាគឺល្អទាំងអស់គ្នាបើមិនចុះទេកុំសង្ឃឹមថាបានបើកទ្វារលក់អីនេះមិនមែនហៅថាឡើងថ្លៃឈ្នួលទេនេះវាហៅថាប្លន់អញលួចកែច្នៃប្រព័ន្ធភ្លើងដោយខ្លួនឯងវាខុសកិច្ចសន្យាធ្ងន់ធ្ងរឥឡូវនេះអញអាចដកហូតហាងនេះវិញហើយអញត្រូវសង់ថ្លៃឧបករណ៍ទាំងអស់នេះមកការកែច្នៃប្រព័ន្ធភ្លើងមានការចុះបញ្ជីជាមួយម្ចាស់អគារហើយក៏មានជាងភ្លើងជំនាញធ្វើដែរឯងនេះវាចង់មកប្លន់យកតែម្ដងឈប់អាជីវកម្មខុសច្បាប់ឥឡូវនេះត្រូវបិទហាងបងឈឿនយើងតាំងជាមួយពួកវាទៅកុំកម្រើកប្រគល់ប្រព័ន្ធសមាជិកនិងបណ្ដាញគ្រប់គងមកឲ្យខ្ញុំនឹងឲ្យថ្លៃរើផ្ទះអ្នក 20,000 បានហាងនិងឧបករណ៍នេះអ្នកយកទៅចុះវាគ្រាន់តែជាស្លាបផ្សាយពាណិជ្ជកម្មទេបើអ្នកចង់បានទៀតខ្ញុំជូនអ្នកជូនមែនទេហាងនេះចាប់ពីពេលនេះទៅជារបស់ត្រកូលវាងហើយបងឈឹងយើងឲ្យគាត់ងាយបែបនេះមែនទេទុកឲ្យគាត់កាន់ទុកសិនទៅបងប្អូនទាំងអស់គ្នាហាងផ្ទាល់បានផុតកិច្ចសន្យាជួលហើយហុងឈីសៀនដានឹងបដូរទៅជាការដឹកជញ្ជូនតាមអនឡាញទាំងស្រុងឃ្លាំងថ្មីបានបើកដំណើរការហើយចាប់ពីថ្ងៃនេះទៅបញ្ជីទិញបញ្ចុះតម្លៃ20ហើយដឹកជញ្ជូនដល់ក្នុងកន្លះម៉ោងបងឈឹងបងរៀបចំផ្លូវថយក្រោយទុកមុនហើយមែនទេគាត់ចង់បានហាងខ្ញុំក៏ឲ្យហាងគាត់ទៅតែខ្ញុំចង់បានមនុស្សខ្ញុំនឹងរក្សាមនុស្សទុកឲ្យគាត់ចាំហាងទេនឹងទៅអញ្ចឹងជំហានបន្ទាប់របស់យើងគឺលេងគាត់ហើយចាំមើលស្អែកគាត់បើកហាងមិនសិនទៅបងឈឹងយើងមានស្លាកយីហោល្អមិនយកមកលាក់ខ្លួនក្នុងរូមកណ្ដុរនេះធ្វើអីអាម្នាក់ឈ្មោះវាងតាហ្វានឹងវាជាអ្នកកេងប្រវ័ញ្ចវាដណ្ដើមយកហាងយើងទៅបាត់ហើយតែយើងមិនទៅដឹងវាទេបែរជាមកលាក់ខ្លួនក្នុងបន្ទប់ក្រោមដីនេះទៅវិញរឿងនេះខ្ញុំពិតជាទ្រាំមិនបានមែនកុំទាន់អើខឹងអីសួរថាហាងនៅជាន់លើទំហំ100ម៉ែត្រការ៉េជាប់ផ្លូវនឹងថ្លៃដើមពិតប្រាកដវាប៉ុន្មានថ្លៃជួលមួយឆ្នាំ40,000គូបសំថ្លៃទឹកភ្លើងទៀតមួយខែអស់ជិត40,000ដែរខុសហើយតម្លៃដែលវាងតាហ្វាទៀមទីថ្ងៃនេះគឺ20,000ក្នុងមួយខែបូករួមទាំងភាគហ៊ុន50%ទៀតនេះហើយគេហៅថាការកេងប្រវ័ញ្ចលើទីតាំងហាងនៅទីតាំងល្អទាំងនោះតាមពិតទៅគឺគ្រាន់តែបង់ថ្លៃឈ្នួលឲ្យម្ចាស់ផ្ទះដើម្បីយកភ្ញៀវប៉ុណ្ណោះរាល់លុយដែលអ្នករកបានគឺសុទ្ធតែធ្វើការឲ្យម្ចាស់ផ្ទះទាំងអស់តែបើមិនបើកហាងនៅតាមផ្លូវតើឲ្យភ្ញៀវទៅទិញផ្លែឈើណៃណាក្នុងបន្ទប់ក្រោមដីជាន់ទី3នេះសូម្បីតែស្រមោលមនុស្សក៏គ្មានផងអ្វីដែលយើងចង់បានគឺការគ្មានស្រមោលមនុស្សនឹងឯងទំហំ300ម៉ែត្រការ៉េថ្លៃជួលមួយខែត្រឹមតែ3,000ប៉ុណ្ណោះមិនដល់មួយភាគតូចនៃថ្លៃជួលជាន់លើផងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺឡានដឹកទំនិញអាចបើកចូលមកទម្លាក់ទំនិញដល់ជាន់ក្រោមដីទី3បានផ្ទាល់តែម្ដងសន្សំសំចៃទាំងថ្លៃដឹកជញ្ជូននិងមិនបាច់ខ្លាចក្តៅថ្ងៃទៀតបេសកកម្មនៃការតាក់ទាញភ្ញៀវនៅជាន់លើបានបញ្ចប់ហើយអតិថិជនអ្នកមានទាំង 4,000 នាក់នោះគឺជាមូលដ្ឋានគ្រឹះដែលធ្វើឲ្យយើងអាចរំដោះខ្លួនចេញពីការគ្រប់គ្រងរបស់ម្ចាស់ផ្ទះបានចាប់ពីថ្ងៃនេះទៅទីនេះលែងជាហាងលក់ទំនិញទៀតហើយតែវាគឺជាហងទីយូពីឃ្លាំងស្តុកទំនិញលេខ1នៅជៀងហៅមិនមានការតុបតែងថ្លៃកប់ពុកហើយក៏មិនមានថ្លៃឈ្នួលផ្ទះថ្លៃដែរលុយរាប់សិបម៉ឺនដែលសន្សំបានយកទៅធ្វើជាប្រាក់ឧបត្ថម្ភទាំងអស់ដើម្បីចែកជូនអតិថិជនទាំង 4,000 នាក់នេះអតិថិជនមិនបាច់ចុះមកតម្រង់ជួរទេយើងរៀបចំវេចខ្ចប់នៅក្រោមដីត្រឹមកន្លះម៉ោងនឹងដឹកដល់ជាន់លើដល់ទៅធ្វើការតែម្ដងខ្ញុំយកឲ្យបងឆេងអាវ៉ងដែលវ៉ានឹងវាដណ្ដើមបានតែសម្បកក្រៅទេយើងកាត់មុខវាដណ្ដើមយកអតិថិជនវាពីក្រោមដីនេះតែម្ដងទៅចុះកិច្ចសន្យាទៅប្រាប់ទៅខាងភូមិហងខេថាក្បួនរថយន្តដឹកទំនិញត្រជាក់ជុំទី2ម៉ោងទៀតនឹងចុះមកដល់ជាន់3ដើម្បីទម្លាក់ទំនិញលឿនឡើងដោះស្លាកយីហោចាស់នឹងចេញឲ្យអស់ទៅនិយាយទៅផ្លែឈើទាំងអស់គឺដឹកមកពីផ្សារលក់ដុំហើយតាមការបង្គាប់របស់បងគឺរើសយកតែផ្លែធំហើយក្រហមទៀតថ្លៃដើមគឺថោកខ្លាំងណាស់ធ្វើបានល្អណាស់អាល្ងងឡៃឆេននឹងខំប្រឹងអស់កន្លះខែដើម្បីបង្កើតឈ្មោះល្បីចុងក្រោយក៏មិនមែនធ្វើឲ្យយើងចំណេញដែរថ្ងៃត្រង់នេះម៉ោង12ពេលសម្រាប់ពីការងារមនុស្សទាំងអស់ត្រៀមខ្លួនទទួលភ្ញៀវឲ្យរួចរាល់ថ្ងៃនេះអញចង់ឃើញម៉ាស៊ីនគិតលុយរាប់លុយរហូតដល់ដៃរឹងតែម្ដងគ្មានបញ្ហាទេបងតំបន់នេះគឺជាកន្លែងដែលមានញឹកបំផុតនៅជៀងហៅគ្រាន់តែបិទភ្នែកក៏អាចរកលុយបានដែរចាំមើលទៅថ្ងៃនេះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាបានឃើញថាតើអ្វីទៅដែលហៅថាការដណ្ដើមបានទើបជាមាសសុទ្ធពិតប្រាកដជាន់លើកាន់តែអ៊ូអយើងកាន់តែត្រូវស្ងប់ស្ងាត់ចាំដល់ពេលគេចាប់ផ្ដើមរាប់ចំនួនភ្ញៀវយើងនឹងចាប់ផ្ដើមទទួលការកំងបងឈឹងឡានមកដល់ហើយមនុស្សក៏មកដល់គ្រប់គ្នាដែរយើងអាចចាប់ផ្ដើមធ្វើការបានហើយចាំទុកណានេះមិនមែនជាការកិច្ចវិទេគឺការបដូរទីតាំងប្រយុទ្ធខាងលើគេលក់មុខមាត់ខាងក្រោមគេលក់ប្រសិទ្ធភាពមិនក៏នៅមិនទាន់មានភ្ញៀវមកទៀតជិតដល់ម៉ោង12ហើយណាប្រាប់ហើយកុំបារម្ភពួកបុគ្គលិកការិយាល័យបន្តិចទៀតចុះមកហើយយើងនឹងលក់ដាច់ខ្លាំងមិនខានបើកហាងបើកហើយបងឈឹងបើកពិតមែនហើយចុះមនុស្សទៅណាអស់ហើយមិនក៏មិនឃើញមានអ្នកណាម្នាក់ចូលមកសោះចាំមើលទៅការកំងពិតប្រាកដមិនមែននៅមុខខាងទេគឺនៅក្នុងទូរស័ព្ទនេះឯងមកពួកអ្នកមានលៀបសំណាងទាំងឡាយចូលមកឆាប់ឡើងមានរឿងអីហ្នឹងមនុស្សទៅណាអស់ហើយ10នាទីបាត់ហើយមិនឃើញមានអ្នកណាម្នាក់សោះ
ទីនេះវាដាច់ស្រយាលពេកហើយនេះទើបតែបេះពីថ្ងៃមិញនេះឯងកុំមងតាមអនឡាញទៅគេយកមកដាក់ដល់ទៅធ្វើការនរណានៅចុះមកតម្រង់ជួរទៀតនោះយកមកឲ្យខ្ញុំទាំងអស់ពួកឯងទិញផ្លែឈើនេះពីណាហាងនៅលីឆិននឹងមិនមែនត្រូវខ្ញុំបិទទៅហើយទេហ៎ឈ្គូតរៃគេផ្ញើដំណឹងក្នុងគ្រប់វិឆាក្រុមហ៊ុនតាំងពីយូរហើយកុំមងតាមអនឡាញតែ15នាទីគឺដល់ហើយនេះជារឿងដែលអាចទៅរួចដែរឬលោកម្ចាស់លោកមានការកុំមងទំនិញថ្មីចូលមកហើយអាគីឲ្យជាន់ទី22យកទំពាំងបាយជូមេនីកុយ3កញ្ចប់មកលឿនឡើងម៉ោងកម្ពុជា1ម៉ោង1200កុំមងបងឆឹងឲ្យឡើងដល់80000ហើយនេះគេហៅថាការកាប់ផ្ដាច់ព័ត៌មានវ៉ាងតាហ្វាស្មានថាដណ្ដើមហាងខ្ញុំបានគឺដណ្ដើមកូនកញ្ជើកំណប់របស់ខ្ញុំហើយចំពោះមុខអតិថិជនផ្ទាល់ខ្លួនបែបនេះហាងដែលគាត់ជួលក្នុងតម្លៃ200,000នោះគ្រាន់តែជាភ្នូរសម្រាប់កប់ខ្លួនឯងតែប៉ុណ្ណោះនិយាយទៅថ្ងៃនេះមានមនុស្សមិនដល់30នាក់ផងដែលចូលហាងភាគច្រើនមកសុំត្រជាក់ម៉ាស៊ីនទេមិនសូវមានអ្នកទិញផ្លែឈើប៉ុន្មានទេ300យួនថ្លៃនេះមិនគ្រប់គ្រាន់សម្រាប់ថ្លៃភ្លើងយើងមួយរសៀលផងកុំនិយាយច្រើនពេករកឃើញកន្លែងស្តុកទុកក្រោមដីរបស់អាម្នាក់នោះឬនៅរកឃើញហើយនៅជាន់ក្រោមដីទី3នៃអគារយើងនេះឯងជាកន្លែងស្តុករបស់របរចាស់ឃើញមានម៉ូតូអគ្គិសនីចេញចូលមិនដាច់ហើយទូទឹកក៏ពេញណែនដែរផ្លែឈើដែលដឹកមកពីភូមិហុងឈីគឺនៅទីនោះទាំងអស់ខ្ញុំដំបូងគិតថាឲ្យខាងគ្រប់គ្រងអគារទៅដេញគេចេញតែខាងគ្រប់គ្រងអគារបែរជាប្រាប់ថាពួកគេបានចុះកិច្ចសន្យាជួលកន្លែងការពារគ្រាប់បែកត្រឹមត្រូវតាមច្បាប់ឯកសារគ្រប់គ្រាន់គេមិនខ្វល់ពីយើងទេជាន់ក្រោមដីទី3នឹងមែនអាម្នាក់នេះពូកែកូស៊ីមែនហ៊ានយកកន្លែងបែបនេះមកធ្វើអាជីវកម្មហើយថែមទាំងធ្វើឲ្យវាដំណើរការបានទៀតចុះបើពួកយើងបញ្ចុះតម្លៃដែរទៅខាងផ្សារលក់ដុំគេកំពុងតែដេញឲ្យទូទាត់លុយហើយបញ្ចុះតម្លៃអញដឹងអីបន្តិចទេហាងរបស់អញបើកទ្វារភ្លាមគឺមានតែចំណាយចោលឥតប្រយោជន៍ដូចរុនគ្មានបាត់អញ្ចឹងថ្លៃជួល200,000ក្នុងមួយខែគឺឲ្យក្រុមហ៊ុនខ្លួនឯងមែនតែថ្លៃគ្រប់គ្រងអគារថ្លៃទឹកភ្លើងនិងប្រាក់ខែបុគ្គលិកហាងទាំង5មួយទៀតមួយថ្ងៃបើភ្នែកមកគឺខាត់សុទ្ធតែ$5,000បាត់ទៅហើយបើអញលក់បញ្ចុះតម្លៃ20%ដូចអាម្នាក់នោះគឺសំបីតែដើមទុនក៏មិនបានមកវិញដែរថ្លៃភ្លើងក៏រកមិនបានផងចុះឲ្យចុះមិនបើចុះតម្លៃមានតែស្លាប់លឿនជាងមុនទេអូលោកអ្នកគ្រប់គ្រងចាងតើខ្យល់អ្វីបក់នាំឲ្យអូអ្នកមកដល់ហើយមែនទេអង្គុយចុះកុំមកធ្វើជាស្និទ្ធស្នាលអីថ្លៃភ្លើងអាជីវកម្មខែមុនថ្លៃម៉ាស៊ីនត្រជាក់រួមថ្លៃគ្រប់គ្រងជញ្ជាំងខាងក្រៅសរុបទាំងអស់48,000ហួសពេល3ថ្ងៃហើយបើថ្ងៃនេះមិនទូទាត់ទេតាមច្បាប់គឺត្រូវកាត់ភ្លើងហើយ48,000មិនក៏ច្រើនម្លេះពួកអ្នកបើកទូរក្សាភាពត្រជាក់ច្រើនម្លេះហើយភ្លើងបំភ្លឺមុខខាងទៀតបើក24ម៉ោងមិនឈប់ទាំងអស់នឹងសុទ្ធតែជាលុយទាំងនោះនិយាយទៅបើនៅតែពន្យាពេលទៀតទំនិញប្រហែលជាខូចអស់នៅក្នុងហាងហើយខ្ញុំខំថែរក្សាទីតាំងមាសនេះមិនក៏ត្រូវមកជួបបញ្ហាបែបនេះទៅវិញ48,000ទូទាត់រួចរាល់ហើយអ្នកណាវ៉ាងតាហ្វាយកទំនិញមកវិញឆាប់យកមកសងខ្ញុំវិញមកផ្លែប៉ោមសានតុង3តោនកាលពីសប្តាហ៍មុនដល់ពេលទូទាត់ហើយនេះ10ថ្ងៃហើយមិនទាន់ឃើញលុយ1សេនផងថ្ងៃនេះបើមិនសងលុយទេត្រូវតែយកទំនិញមកវិញមានឯណាគេយកទំនិញទៅហើយមកសុំសងវិញនោះពួកអ្នកឯងមើលចុះយកទៅគោទុកក្រោមថ្ងៃក្តៅមុខខាងបែបនេះគុណភាពខូចអស់ហើយបើគ្មានសមត្ថភាពទេកុំមកទទួលការងារលំបាកអីនឹងហើយបានជាខូចការអស់នឹងលោកម្ចាស់ហាងវងពួកយើងមកពីផ្សារទំនើប2នៅក្បែរនេះសប្តាហ៍មុនស្ដាប់តាមសម្ដីលោកទើបបានទិញបោះដុំទំពាំងបាយជូ Shine Musket 50កេសពីលោកយកទៅដាក់លក់3ថ្ងៃហើយមិនដាច់សំបីតែមួយកេសអ្នកធ្វើការគេកំងទិញតាមឃ្លាំងស្តុកទុកអស់ហើយលោកធ្វើបែបនេះគឺបោកពួកយើងច្បាស់ណាស់ឈប់កុំឆ្លោះគ្នាអីនេះវាការបោកប្រាស់ក្នុងមុខចំនួនថ្ងៃនេះត្រូវតែសងលុយវិញហេតុអ្វីបានជាបែបនេះទៅវិញប្រាប់មកតើពេលនេះត្រូវធ្វើម៉េចមិនអាចទៅរួចទេខ្ញុំច្បាស់ណាស់ថាខ្ញុំដណ្ដើមបានទីតាំងល្អបំផុតតែពេលនេះគ្មានអ្នកណាទិញទំនិញទៀតទេប្រាប់មកជាន់ក្រោមដីទី3ចុះជាន់ក្រោមដីទី3ហើយមិនទៅក្រុមហ៊ុន Honky Chain ដែលទើបតែប្រកាសថាឃ្លាំងស្តុកទុកបបីនឹងដំឡើងកម្រិតទៅជាឃ្លាំងស្តុកទំនិញស្រស់ធំប្រចាំតំបន់ជាង Howland Chai បាននាំក្រុមច្បាប់ទៅចុះកិច្ចសន្យាជួលរយៈពេល20ឆ្នាំជាមួយម្ចាស់អចលនទ្រព្យនៅរសៀលនេះមានន័យថា20ឆ្នាំខាងមុខនេះទំនិញស្រស់ទាំងអស់នៅក្នុងអគារនេះការដឹកជញ្ជូនទំនិញនិងផ្លូវក្រោមដីសម្រាប់ដឹកជញ្ជូនទំនិញត្រជាក់ត្រូវបានលោកលីគ្រប់គ្រងផ្ដាច់មុខអស់ហើយហាអីគេមិនអាចទៅរួចទេចាញ់ហើយយើងចាញ់គេហើយចប់អស់ហើយគេកាត់ប្រាក់ក៏អស់ហើយតើឲ្យយើងរកស៊ីមិនកើតទៅគេរំលោភកិច្ចសន្យាដោយចេតនាដណ្ដើមយកទ្រព្យសម្បត្តិហើយឲ្យយើងរើចេញក្នុងរយៈពេល3ថ្ងៃចំណូលខ្ញុំមួយថ្ងៃ$100,000សោះមិនក៏ទៅជាបែបនេះទៅវិញរបស់ដែលដណ្ដើមគេមកតើវាស្រួលយកទៅប្រើដល់ណាអ្នកណាធ្វើតើអ្នកណាជាអ្នកនៅពីក្រោយខ្នងលេងល្បិចដាក់ខ្ញុំកន្លែងនេះចប់ហើយគ្មានសល់អ្វីទេជាន់ក្រោមគឺចប់សពគ្រប់ហើយបងឆឹងពេជ្រសន្យាជួលយុទ្ធសាស្ត្ររយៈពេល20ឆ្នាំគឺចុះហត្ថលេខាអស់ហើយអ្នកដែលនៅតែគិតរឿងដីធ្លីបែបចាស់គំរើមិនគួរឲ្យយើងខ្វល់ទៀតទេ
Adafa ឥឡូវកំពុងអង្គុយយំនៅជាន់ទី1សូម្បីតែលុយថ្លៃភ្លើងមួយថ្ងៃដែលយើងឧបត្ថម្ភឲ្យក៏គេរកមិនបានផងឃ្លាំងស្តុកទំនិញនិងការដឹកជញ្ជូនទំនិញធំតាមផ្លូវក្រោមដីគឺដើរតាមផ្លូវត្រូវហើយផ្លែឈើជុំទី2និងទី3ពីភូមិហុងឈីមិនយូរទេយើងនឹងចូលទៅក្នុងទីផ្សារឯកជនរបស់ Chain ដែរហើយតុអាហាររបស់បុគ្គលិកការិយាល័យនៅតំបន់ខាងជើងយើងហៅយើងត្រូវតែដណ្ដើមយកឲ្យបានមុនគេការប្រយុទ្ធលើកដំបូងនៅទីក្រុងនេះយើងឈរជើងបានយ៉ាងរឹងមាំហើយលោកលីនកំពុងរងចាំលោកនៅការិយាល័យនាយកថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលទាំងអស់បានមកដល់អស់ហើយនាំផ្លូវទៅលោកលីកំពុងរងចាំលោកនឹងឯងចាប់ពីថ្ងៃនេះទៅមិនមែនត្រឹមតែយើងហៅទេណាបណ្ដាញដឹកជញ្ជូនត្រជាក់កសិកម្មទូទាំងខេត្តឬទូទាំងប្រទេសយើងត្រូវតែភ្ជាប់វាឲ្យបានគាត់ចង់ពង្រីកវិសាលភាពឲ្យធំដល់ថ្នាក់នឹងមែនទេទីផ្សារឯកជនរបស់ Chain នឹងកាន់តែធំឡើងទៅធ្វើតាមផែនការរបស់លោកចុះយុទ្ធសាស្ត្រនេះអាចភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់បានពិតមែនជំហានដំបូងនៅយើងហៅនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះជំហានបន្ទាប់ទើបជាការប្រយុទ្ធពិតប្រាកដ